សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការពន្យល់បកស្រាយរបស់ជឿថ្ងៃនេះដែលយើងនឹងជម្រះចោលនៅពាក្យចចាមអារ៉ាមនិងព័ត៌មានបំផុងលើអ៊ីនធឺណិតដើម្បីផ្ដល់ជូនអ្នកនៅមកគូទេសការដ៏ជាក់លាក់និងអាចយកទៅអនុវត្តបានភ្លាមៗបច្ចុប្បន្នអ្នកណាក៏និយាយពីការរកលុយតាម AI ដែរមែនទេប៉ុន្តែការពិតទៅភាគច្រើនគ្រាន់តែជាការនិយាយតាមគ្នាដែលមិនទាន់មានបទពិសោធន៍រកលុយពិតប្រាកដនៅឡើយទេអញ្ចឹងតើយើងអាចកសាងអាជីវកម្ម AI ពិតប្រាកដមួយដោយរបៀបណាតោះទៅរកចម្លើយទាំងអស់គ្នាដើម្បីកុំមួយខាត់ពេលនេះជារបៀបវិរៈទាំង4របស់យើងថ្ងៃនេះដែលនឹងនាំអ្នកពីការចេះសង្កេតមើលនានាការคล้ายคล้ายរហូតដល់ការអនុវត្តផែនការចាប់ផ្ដើមអាជីវកម្មដ៏ជាក់លាក់មួយទី1យើងនឹងវាយតម្លៃអាជីវកម្ម AI ទី2គឺអន្ទាក់ដែលយើងត្រូវជៀសវាងឲ្យឆ្ងាយទី3អាជីវកម្មកម្រិតកំពូលឬហៅថា S tier និងទី4គឺផែនទីបង្ហាញផ្លូវ5ជំហានដើម្បីចាប់ផ្ដើមចូលដល់ចំណុចទី1ការវាយតម្លៃអាជីវកម្ម AI មុននឹងសម្រេចចិត្តទម្លាក់លុយឬពេលវេលាយើងត្រូវដឹងសិនថាតើយើងអាចបែងចែកឱកាស AI ពិតប្រាកដចេញពីការបំភាន់ភ្នែកយ៉ាងដូចម្តេចរឿងនឹងវាពិតជាបញ្ហាធំមែនតើលោក Dan Matthew បាននិយាយចំតែម្ដងថា 99% នៃអ្នកដែលតាំងខ្លួនជាគ្រូ AI តាមអ៊ីនធឺណិតរាល់ថ្ងៃនេះគឺនិយាយតែមាត់ទេតាមពិតពួកគេមិនធ្លាប់រកបានសូម្បីតែ$1ផងពី AI នោះអញ្ចឹងយើងត្រូវតែប្រុងប្រយ័ត្នចេះយើងគួរជឿលើអ្វីទៅដើម្បីចម្រាញ់រកពេជ្រក្នុងចំណោមលេខសាច់ប្រភពរបស់យើងបានវាតម្លៃគំនិតអាជីវកម្មនីមួយៗដោយផ្អែកលើកត្តាដ៏តឹងរឹងចំនួន3ទី1កម្រិតប្រាក់ចំណេញតើអតិថិជនសុខចិត្តបង់លុយប៉ុន្មានពិតប្រាកដទី2ការប្រកួតប្រជែងតើទីផ្សារនោះជង្អៀតកម្រិតណានិងទី3និរន្តរភាពតើវាអាចឈរជើងបានយូរប៉ុណ្ណាពេលដែលបច្ចេកវិទ្យា AI កំពុងវិវត្តលឿនដូចហក់បែបនេះអូខេឥឡូវចូលដល់ផ្នែកទី2អន្ទាក់ដែលគួរជៀសវាងដោយយកលក្ខខណ្ឌវិនិច្ឆ័យទាំង3អំបញ្ញមិត្តនេះមកវាងយើងទៅមើលអន្ទាក់ប្រភេទ F tier ដែលជាគំនិតអន់បំផុតហើយអ្នកគួរតែជៀសវាងជាដាច់ខាតកុំចំណាយពេលជាមួយវាឲ្យសោះទី1គឺការធ្វើ faceless YouTube channels ឬ channel ដែលមិនចាំបាច់បញ្ចេញមុខមនុស្សជាច្រើនណាអាងប្រាប់អ្នកថាអ្នកអាចក្លាយជាអ្នកមានយ៉ាងឆាប់រហ័សលឿនស្រួលដោយគ្រាន់តែប្រើ AI បង្កើតវីដេអូគ្មានគុណភាពឬ AI slop ដើម្បីបន្លំ algorithm ប៉ុន្តែអ្នកដឹងទេកម្រិតនិរន្តរភាពរបស់វាគឺ0%មែនហើយ0តែម្ដងព្រោះអីព្រោះ YouTube គេមិននៅស្ងៀមទេគេកំពុងទប់ស្កាត់វីដេអូសម្រាមអស់នឹងយ៉ាងសកម្មហើយ channel របស់អ្នកអាចនឹងត្រូវគេបិទការរកលុយក្នុងពេលត្រឹមតែប្រហែលសប្តាហ៍ប៉ុណ្ណោះនិយាយឲ្យខ្លីអ្នកមិនអាចកសាងទំនុកចិត្តវាងយូរអង្វែងពីអ្នកមើលឡើយអន្ទាក់ដ៏ធំមួយទៀតគឺវិស័យ AI trading bot ឬកម្មវិធីជួញដូរពាហនដោយស្វ័យប្រវត្តិការពិតទៅគំរូអាជីវកម្មនៅពីក្រោយរឿងនេះភាគច្រើនគេគ្រាន់តែចង់លក់វគ្គសិក្សាថោកឲ្យអ្នកប៉ុណ្ណោះគេមិនមែនលក់ algorithm ដែលដំណើរការបានពិតប្រាកដនោះទេវាគ្រាន់តែជាការលក់ក្តីស្រមៃសាកតមើនេះជាការបោកប្រាស់យ៉ាងច្បាស់បើសិនជា bot នឹងពិតជាអាចធានាប្រាក់ចំណេញ 20% ក្នុងមួយឆ្នាំយ៉ាងទៀងទាត់មែននោះពួកស្ថាប័នវិនិយោគធំប្រកាសជាទិញវាបាត់ទៅហើយគ្មានអ្នកណាយកមកលក់ live sale ឲ្យអ្នកក្នុងតម្លៃ$97នោះទេពិតមែនទេតោះចូលដល់ផ្នែកទី3អាជីវកម្មកម្រិតកំពូល S tier វិញម្ដងបន្ទាប់ពីដឹងរឿងដែលត្រូវជៀសវាងហើយយើងមកមើលឱកាសមាសពិតប្រាកដកម្រិត S tier ដែលមានសក្តានុពលប្រាក់ចំណេញខ្ពស់បំផុតនិងមាននិរន្តរភាពឈរជើងបានយូរពិតប្រាកដទី1គឺការបង្កើតភ្នាក់ងារ AI ឬ AI agent development នេះហើយដែលគេចាត់ទុកថាជា iPhone moment របស់ AI នោះវាគឺការបង្កើតប្រព័ន្ធ chatbot ដូចជាជំនួយការប្រតិបត្តិអញ្ចឹងដែលអាចធ្វើការជំនួសកម្លាំងពលកម្មមនុស្សនិងជួយឲ្យក្រុមហ៊ុននានាសន្សំទាំងពេលសន្សំទាំងលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់វាវាយលុកផ្ទាល់ទៅលើចំណាយកម្លាំងពលកម្មដើម្បីជួយឲ្យក្រុមហ៊ុនដែលកំពុងរវល់ខ្លាំងអាចពង្រីកខ្លួនបានសាប់ទេមើលភាពខុសគ្នានៃតម្លៃទៅមើលមកក្រៅប្រើ AI ធម្មតាត្រឹមតែសរសេររបត់ឬធ្វើវីដេអូវាមានតម្លៃទាបណាស់ប៉ុន្តែមិនអាចរៀបចំប្រព័ន្ធកម្រិត S tier ទៅក្នុងសហគ្រាសដែលវាអាចធ្វើការងារចំណុះបុគ្គលិកនិងការពារទិន្នន័យក្រុមហ៊ុនបានយ៉ាងល្មមនោះវ៉ាវតម្លៃដែលតែចិនហ៊ានបងឲ្យអ្នកខ្លួនមហាសាលតែម្ដងឱកាសមួយទៀតគឺការផ្ដល់ប្រឹក្សា AI ឬ AI consulting អ្នកដឹងទេក្រុមហ៊ុនជាច្រើនឥឡូវដឹងថាខ្លួនត្រូវតែប្រើ AI តែអត់ដឹងថាត្រូវចាប់ផ្ដើមពីណាអ្នកអាចទាមទារកម្រៃកម្រិតខ្ពស់បានយ៉ាងងាយស្រួលឧទាហរណ៍អ្នកអាចផ្ដល់ការចុះសវនកម្មតម្លៃ$5,000ឲ្យក្លាយជាគម្រោងអនុវត្តតម្លៃ$50,000ដោយគ្រាន់តែស្វែងរកចំណុចដែលពួកគេអាចយក AI ទៅជួយកាត់បន្ថយការចំណាយនិងភាពខ្ជិលខ្សៃបានចំណែកការស្វែងរកអតិថិជនតាមរយៈ AI ឬ AI lead generation ក៏ស្ថិតក្នុងកម្រិត S tier ដែរការធ្វើស្វ័យប្រវត្តិកម្មលើដំណើរការស្វែងរកអតិថិជនហើយទាញយកទិន្នន័យក្តៅទៅប្រគល់ដល់ដៃសហគ្រិនដែលរវល់វាប្រៀបដូចជាយ៉ាងកំពុងលក់លួយឲ្យពួកគេអញ្ចឹងដែរវាជាសេវាកម្មមួយដែលពិតជាពិបាកនឹងបដិសេធណាស់ចុងក្រោយសម្រាប់ S tier នេះគឺសន្តិសុខ Cyber AI
នៅពេលដែល AI កាន់តែឆ្លាតវៃការវាយប្រហារតាមអ៊ីនធឺណិតក៏កាន់តែសាហាវផងដែរដូចជាការប្រើ deepfake ប្លុំសំឡេងដើម្បីបោកប្រាស់ជាដើមអញ្ចឹងការផ្ដល់សេវាសន្តិសុខ Cyber AI ដើម្បីការវាយអាជីវកម្មពីការជ្រៀតចូលដែលអាចខាតបង់រាប់លានដុល្លារនោះគឺជាសេវាកម្មសហគ្រាសដែលផ្ដល់ប្រាក់ចំណេញក៏ពពោះពិតប្រាកដ អូខេឥឡូវចូលដល់ផ្នែកទី4ដែលជាផ្នែកសំខាន់បំផុតផែនទីបង្ហាញផ្លូវ5ជំហានដឹងថាគំនិតល្អហើយតែបើអត់ចេះអនុវត្តក៏សូន្យដែរលោក Dan Martell បានបង្ហាញផ្លូវ5ជំហានដ៏ជាក់លាក់មួយដើម្បីចាប់ផ្ដើមគំនិតកម្រិត S tier ទាំងនេះនៅថ្ងៃនេះដោយមិនប្រថុយប្រថាន តោះមកមើលថាតើជំហានទាំង5នេះដែលរួមមានការផ្ទៀងទាត់ការលក់ទុកជាមុនការថយដោយផ្ទាល់ការស្វែងរកដៃគូនិងការថយឲ្យខ្លាយជាផលិតផលវាមានទំនាក់ទំនងគ្នាយ៉ាងម៉េចវាជាយុទ្ធសាស្ត្រចាប់ឡាមដតល្អឥខ្ចោះដើម្បីកុំឲ្យអ្នកខាត់ពេលនិងលុយទៅលើរបស់ដែលគ្មានអ្នកណាត្រូវការ ในជំហានទី1និងទី2អ្នកត្រូវផ្ទៀងទាត់និងលក់ទុកជាមុនសិនដំបូងកុំតន់ប្រញាប់សរសេរកូដបង្កើតត្រឹមតែ landing page សាមញ្ញមួយហើយផ្ញើសារសួរអ្នកជំនាញខ្លួនថាតើគេមានបញ្ហានេះទេរួចសាកល្បងលក់វាទុកជាមុនពលគឺឲ្យគេបង់លុយសិនមុនពេលអ្នកបង្កើតវាឡើងដើម្បីបញ្ជាក់ថាវាពិតជាមានតម្រូវការមែនបើគ្មានអ្នកទិញទេកុំតន់ធ្វើ បន្ទាប់មកជំហានទី3និងទី4គឺធ្វើវាដោយដៃផ្ទាល់និងស្វែងរកដៃគូកុំទាត់ប្រញាប់ប្រើប្រព័ន្ធស្វ័យប្រវត្តិស្មុគស្មាញអីផ្ដល់សេវាដោយកម្លាំងអ្នកសិនដើម្បីយល់ពីតម្រូវការរបស់អតិថិជនឲ្យបានច្បាស់លាស់ទន្ទឹមនឹងនេះអ្នកត្រូវស្វែងរកដៃគូសហការដែលពួកគេមានអតិថិជនគោលដៅស្រាប់ៗនៅក្នុងដៃដើម្បីជួយរុញសេវាកម្មអ្នកឲ្យទៅបានឆ្ងាយ ចុងក្រោយគឺជំហានទី5ធ្វើឲ្យវាក្លាយជាផលិតផលលុះត្រាតែដល់ដំណាក់កាលចុងក្រោយនេះនៅពេលដែលអ្នកមានប្រាក់ចំណូលរឹងមាំនិងបានផ្ដល់សេវាដោយដៃរលូនហើយទើបអ្នកត្រូវយកលុយចំណេញនោះមកវិនិយោគលើការបង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្មពេលនោះវានឹងក្លាយជាផលិតផលដែលតម្រូវការដោយខ្លួនឯងបាន ឃើញទេអ្នកទាំងអស់គ្នាការពិតគឺអ្នកមិនទាន់យឺតពេលទាល់តែសោះនៅក្នុងបណ្ឌិតរបស់ AI ដ៏ធំនេះអ្វីដែលសំខាន់គឺត្រូវជ្រើសរើសយកគំនិតដែលល្អបំផុតតែមួយគត់សំណួរសួរថាតើបញ្ហាកម្រិត S tier មួយណាដែលអ្នកនឹងជ្រើសរើសយកមកដោះស្រាយមុនគេហើយតើអ្នកមានការបដិញ្ញាចិត្តខ្ពស់នឹងហ៊ានបន្តរហូតដល់ចប់ដោយមិនបោះបង់ពាក់កណ្ដាលទីដែរឬទេកំណត់គោលដៅរបស់អ្នកឲ្យច្បាស់ហើយកសាងអាជីវកម្មដ៏រឹងមាំមួយចាប់ពីថ្ងៃនេះតទៅ